việc xúa mai bóng bồn từng ở chia tì group nâng chia tì nâng lực bà hello nè admin một ông bê rồng nữ dùm đậm có đường đo trong lại chỉ trơn nông ọc ra nia bìl rệt rì dục nè hơi có admin man bóng bê rồng ở lô đồ xây mai bóng bồn rồi dịp bê dù đòi làm hỏi hello nè admin có ចាប់ផ្ដើមនីតិនៅរឿងដ៏សាហាវដើម្បីឲ្យម៉ែបងប្អូនសម្រាប់នាពេលរាត្រីដ៏ស្ងប់ស្ងាត់លងលូចគេងស្រមៃក្នុងពេលរាត្រីដូចលោកទេមកជួបអេដមីនសារជាថ្មីម្ដងទៀតហើយក៏ម៉ែបងប្អូនដែលទៅតឹងរងចាំស្ដាប់ admin ឥឡូវនេះ admin ក៏បានបំពេអារម្មណ៍ម៉ែបងប្អូនមកវិញហើយបាទសូមម៉ែបងប្អូនស្ដាប់នៅរឿងដ៏កាយសាហាវមួយគឺរឿងលោកពូម្នាក់ដែលបានជួបផ្ទាល់បាទឥឡូវនេះខ្ញុំចាប់ដើមនិទានចូលសាច់រឿងតែម្ដងបាទម៉ែបងប្អូនកាលពីព្រេងនេះមានភូមិមួយនៅក្បែរមាត់ទន្លេមេណាមក្នុងប្រទេសសៀមមកជុំសៀមនៅក្នុងភូមិនោះមានដីប្រពន្ធមួយគូដែលមានសេចក្តីស្រឡាញ់គ្នាយ៉ាងស្អិតល្មួតគឺលោកម្នាក់និងនាងនេតគាត់ឈ្មោះនាងនេតវ៉ាវនាងនេតមានទីភូមិហើយរីឯលោកណាក់ត្រូវចេញទៅធ្វើសង្គ្រាមមុននឹងចេញទៅលោកណាក់បានដាំផ្ញើភរិយាជាទីស្រឡាញ់របស់ខ្លួនឲ្យថែរក្សាខ្លួនឲ្យបានល្អពេលលោកណាក់ចេញទៅធ្វើសង្គ្រាមនាងនេតក៏សម្បាល់កូនប៉ុន្តែដោយសារការសម្បាល់កូនមានការលំបាកខ្លាំងនាងនេតនិងកូនក៏បានស្លាប់បាត់បង់ជីវិតតទៅអ្នកពុំមានការសោកស្ដាយជាខ្លាំងហើយបានរៀបចំពិធីបុណ្យសពជូននាងនេតនិងកូនតែដោយសារក្តីស្រឡាញ់និងថ្លៃចំពោះស្វាមីវិញ្ញាណនាងនេតមិនបានទៅចាប់កំណើតឡើយនាងបានត្រឡប់មកផ្ទះវិញហើយរស់នៅដូចធម្មតារងចាំស្វាមីត្រឡប់មកពីសង្គ្រាមវិញអូនស្លាប់បាត់ហើយនៅចាំទៀតក្រោយមកលោកណាក់ក៏បានត្រឡប់មកពីសង្គ្រាមវិញគាត់មានការសប្បាយរីករាយជាខ្លាំងដោយបានជួបភរិយានិងកូនជាទីស្រឡាញ់របស់គាត់អ្នកពុំបានព្យាយាមប្រាប់លោកណាក់នាងនេតបានស្លាប់បាត់បង់ជីវិតទៅហើយប៉ុន្តែលោកណាក់មិនបានជឿឡើយដោយគិតថាអ្នកពុំច្រណែននឹងស្នេហារបស់គាត់ថ្ងៃមួយនាងនេតកំពុងធ្វើម្ហូបដោយធ្វើឲ្យក្រូចឆ្មាមួយលាក់ទៅក្រោមផ្ទះនាងនេតបានលូកដៃវែងអនឡាញអូនចូលរើសក្រូចឆ្មានោះចំដៃវែងไหมលោកណាក់ដែលកំពុងអង្គុយនៅមាត់បង្អួចបានឃើញទិដ្ឋភាពនេះហើយក៏ចាប់ដើមសង្ស័យគាត់ក៏បានលួចសួរអ្នកភូមិម្ដងទៀតហើយអ្នកភូមិក៏បានបញ្ជាក់ប្រាប់គាត់ថានាងនេតជាបានស្លាប់បាត់បង់ជីវិតមែនលោកណាក់មានតែការភ័យខ្លាចជាខ្លាំងហើយបានរត់គេចខ្លួនទៅវត្តមានតែវត្តទេអាចជួយបាននាងនេតបានដេញតាមលោកណាក់ទៅដល់វត្តប៉ុន្តែមិនអាចចូលទៅក្នុងវត្តបានឡើយ
ដោយសារមានប្រសង់ពំនោះនាងនាថបានស្រែកយំយ៉ាងខ្លាំងស្នេហាខ្មោចបាទហើយបានបន់ស្រន់សុំឲ្យលោកនេះត្រឡប់មកវិញទៅចាប់ជាដល់លោកអើយខ្មោចនិងមនុស្សមិនអាចនៅជាមួយគ្នាបានទេប្រសង់មួយអង្គដែលមានបារមីខ្លាំងពូកែបានចេញមកជួបនាងនាថហើយបានសូត្រធម៌ទេសនាប្រុសស័ក្តិនាងនាថបានស្ដាប់ធម៌ទេសនាហើយក៏បានយល់អំពីផលកម្មនាងក៏បានលះបង់ដីអាល័យហើយបានលើកចុះកំណើតថ្មីរឿងខ្មោចនាងនាថនេះបានបន្សល់ទុកនូវមេរៀនជាច្រើនអំពីក្តីស្រឡាញ់ភក្តីភាពនិងកម្មផលវាជារឿងមួយដែលបង្ហាញថាសេចក្តីស្រឡាញ់អាចយកឈ្នះសេចក្តីស្លាប់បាទប៉ុន្តែក៏អាចបង្កឲ្យមានសោកផងនោះបាទម៉ែបងប្អូននេះជារឿងនិទានខ្លីមួយដែលដកស្រង់ចេញពីខ្មោចហ្នឹងហើយរឿងមានតែប៉ុណ្្នឹងដែលម៉ែបងប្អូនដែលបានអានមកស្ដាប់ admin និទានរឿងជាយូរយប់ណាស់ហើយបាទហើយក៏សូមអរគុណដែលផ្ដល់ការតាមដានបាទនៅក្នុង channel របស់ខ្ញុំបាទហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនតើណាមកណាមានសេចក្តីសុខចម្រើនគ្រប់គ្នាបាទនឹងហើយជួបគ្នារាត្រីក្រោយទៀតបាទសូមអរគុណនិងសូមអរគុណ